ជ្រាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានមកហូបខាត់ណាទឹកភ្នែកជាដំបូងនឹងខ្ញុំបានលាងសម្អាតសាច់រួចរាល់ហើយយើងក៏ចាប់ផ្ដើមយកសាច់ហ្នឹងមកហាន់ជាប្រទេសស្ដើងមកបន្ទាប់ពីហាន់រួចរាល់ហើយខ្ញុំក៏បានយកសាច់ទៅដាក់ក្នុងចានបន្ទាប់មកទៀតខ្ញុំក៏ចាប់ផ្ដើមយកទឹកសូដាហ្នឹងមកចាក់ដើម្បីត្រាំសាច់ហ្នឹងឲ្យវាសម្រាប់មេរោគអីចឹងណាបន្ទាប់មកខ្ញុំក៏ទុកប្រហែលជាខ្ទង់កន្លះម៉ោងខ្ញុំក៏ចាប់ផ្ដើមមកយកផ្លែក្រូចឆ្មាក៏ដូចជាខ្ទឹមសខ្ទឹមក្រហមបកសម្បកវាឲ្យស្អាតហើយយើងក៏ចាប់ផ្ដើមហើយខ្ញុំក៏បានយកខ្ទឹមសជាមួយម្ទេសមកបុកជាមួយគ្នាយើងក៏ដាក់ប៊ីចេងស្ករអំបិលរ៉ូឌីបន្តិចមកតាមចំណង់ចំណូលចិត្តយើងបន្ទាប់ពីហ្នឹងយើងក៏ច្របាច់ក្រូចឆ្មាចូលទៅក្នុងអ្វីដែលយើងបានបុកមិញណាពេលដែលយើងច្របាច់រួចរាល់ហើយយើងទុកមួយឡែកសិនទឹកត្រីហ្នឹងគឺយើងសម្រាប់ស្រោចពីលើសាច់របស់យើងអញ្ចឹងណាបងប្អូនខ្ញុំក៏ចាប់ផ្ដើមយកដើមខាត់ណាជាមួយការ៉ុតមករៀបដេកដាក់ក្នុងចានអីចឹងណាបន្តមកទៀតខ្ញុំក៏ចាប់ផ្ដើមរៀបសាច់ដាក់តាមសតវាស្រោចទឹកតែដែលយើងបានបុកមិញហ្នឹងមកជន់បន្ទាប់មកយើងរៀបមកជន់ពីលើទៀតដើម្បីឲ្យវាចូលជាតិអីចឹងព្រោះអីយើងចំពោះមួយមុខនេះខ្ញុំអត់ស្រោចចូលគ្នាទេខ្ញុំរៀបសម្រាប់ស្រោចពីលើវិញចឹងណាឥឡូវខាត់ណាទឹកភ្នែកយើងរួចរាល់ហើយយើងដេកដាក់ក្នុងចានចឹងមកនិយាយទៅវាទាមទារឲ្យដាក់ម្ទេសច្រើនដើម្បីកាត់ឆ្អាបបើសិនជាយើងធ្វើអត់សូវហឹរក៏វាអត់សូវឆ្ងាញ់ដែរបើសិនជាបងប្អូនអត់សូវចេះសាច់ឆៅបងប្អូនអាចត្រឡប់វាមកត្រឡប់ពីត្រឡប់ហើយចាំយកមកលាយគ្រឿងតាមក្រោយក៏បានដែរបងប្អូនរសជាតិវាឆ្ងាញ់ដូចគ្នាគាត់ថាបើសិនជាយើងអត់សូវចេះហឹរយើងបន្ថយតិចទៅតែរសជាតិក៏វាទៅតាមនឹងដែរបងប្អូនអរគុណច្រើន